បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំបាទនាំពុកម៉ែបងប្អូនមកទស្សនាការរើប្រអប់លេខប្រភេទ DC 105X បាទគឺអតិជនគាត់ប្រើទៅមានបញ្ហាគឺបត់អត់រួចបាទនេះគឺជាស្ពឺរបស់ប្រអប់លេខបាទស្ពឺប្រអប់លេខប្រភេទ DC 105X អតិជនគាត់ប្រើទៅគឺបត់អត់រួចដោយសារទី1គឺអតិជនគាត់ប្រើប្រេងអត់សូវស្អាតអញ្ចឹងធ្វើឲ្យបណ្ដាលឲ្យបដាងកថាហ្នឹងវាបែកបាទបដាងកថាគឺឆាប់បែកនេះវាបដាងកថាបាទបដាងកថារបស់ម៉ាស៊ីនជ្រល DC 105គឺមានឆ្វេងស្ដាំបាទនេះគឺជាបដាងប្រភេទ DC 105X ហ្នឹងគឺបដាងកថាហ្នឹងអញ្ចឹងពេលពុកម៉ែបងប្អូនប្រើហើយកុំភ្លេចបាទផ្លាស់ប្ដូរប្រេងឲ្យទៀងម៉ោងនឹងពេលវេលាដែលក្រុមហ៊ុនបានកំណត់ពីរោងចក្រអញ្ចឹងការដូរប្រេងគឺរាល់ពេល400ម៉ោងឬក៏អាចនឹង300ម៉ោងអញ្ចឹងពុកម៉ែបងប្អូនផ្លាស់ប្ដូរឲ្យស្អាតមិនដូច្នេះទេគឺពុកម៉ែបងប្អូននឹងជួបអាការៈអាចនឹងបែកពីដាងឬក៏អាចធ្វើឲ្យស្ពឺក្នុងហ្នឹងគឺវាសឹក